បាទសូមជម្រាបសួរដល់ពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតទេដើម្បីចែករំលែកដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលនិយាយអំពី10ចំណុចដែលបង្ហាញថាខ្លួនរបស់យើងនឹងជាមនុស្សអស្ចារ្យជាងគេនៅក្នុងជីវិតមនុស្សម្នាក់ៗយើងទាំងអស់គ្នាសុទ្ធតែបង្កើតសុបិននិងបំណងប្រាថ្នាដើម្បីក្លាយជាមនុស្សល្អនិងមានតម្លៃមនុស្សអស្ចារ្យមិនមែនជាអ្នកមានទ្រព្យសម្បត្តិច្រើនឬមានអំណាចធំធេងទេប៉ុន្តែជាមនុស្សដែលដឹងគុណមានចិត្តល្អនិងស្រឡាញ់ជីវិតជាមួយនឹងការប្តេជ្ញាចិត្តខ្ពស់មនុស្សបែបនេះអាចបំភ្លឺចិត្តអ្នកដទៃធ្វើឲ្យបរិយាកាសជុំវិញពោរពេញទៅដោយអារម្មណ៍វិជ្ជមាននិងការពេញចិត្តការក្លាយជាមនុស្សអស្ចារ្យមិនមែនជារឿងកើតឡើងក្នុងមួយយប់ទេតែជាដំណើរដ៏វែងដែលត្រូវការអត់ធ្មត់ការយកចិត្តទុកដាក់និងការអភិវឌ្ឍខ្លួនឯងជានិច្ចវាជាផ្នែកមួយនៃជីវិតដែលបង្ហាញពីអត្តសញ្ញាណពិតប្រាកដរបស់មនុស្សម្នាក់និងបង្ហាញថាតម្លៃពិតនៃមនុស្សមិនមែនស្ថិតនៅលើរូបរាងឬសម្ភារៈប៉ុន្តែស្ថិតនៅក្នុងចិត្តនិងអាកប្បកិរិយារបស់មនុស្សតើ10ចំណុចសំខាន់វាមានអ្វីខ្លះដែលបង្ហាញថាយើងគឺជាមនុស្សអស្ចារ្យជាងគេទី1ស្គាល់ខ្លួនឯងជាមនុស្សដឹងពីចំណង់ចំណូលចិត្តទេពកោសល្យចំណុចខ្លាំងខ្សោយនិងគោលដៅជីវិតខ្លួនឯងច្បាស់ទី2គ្រប់គ្រងពេលវេលាមានទម្លាប់ធ្វើផែនការសម្រាប់ថ្ងៃស្អែកនិងចំណាយពេលពិនិត្យមើលការអនុវត្តរបស់ខ្លួនហើយរៀបផែនការសម្រាប់ថ្ងៃបន្ទាប់ទៀតរាល់ម៉ោងត្រូវសួរខ្លួនឯងថាតើពេលវេលាដែលខ្ញុំចំណាយមានប្រយោជន៍ដែរឬទេសម្រាប់ការសម្រេចនូវគោលបំណងក្នុងជីវិតរបស់ខ្ញុំទី3ទំនាក់ទំនងជាមនុស្សដែលចូលចិត្តរាប់រកនិងសេពគប់មនុស្សដទៃទៀតដោយមិនមានគំនិតប្រកាន់វណ្ណៈរើសអើងនិងមើលងាយអ្នកដទៃទី4ភាពជាអ្នកដឹកនាំជាមនុស្សមានគំនិតច្នៃប្រឌិតនិងចេញមុខធ្វើការងារក្នុងក្រុមយ៉ាងសកម្មជាងសមាជិកដទៃហើយចូលចិត្តលើកទឹកចិត្តជាជាងស្ដីបន្ទោសឬច្រណែនគ្នាជាមួយនឹងសមាជិកក្រុមទី5ការទទួលខុសត្រូវជាមនុស្សដែលមានទំនួលខុសត្រូវខ្ពស់ចំពោះលទ្ធផលដែលខ្លួនបានធ្វើមិនមែនធ្វើអ្វីខុសហើយយកលេសថាមកពីមូលហេតុនេះឬមូលហេតុនោះឡើយទី6បើកចិត្តទូលាយជាមនុស្សមិនប្រកាន់ឋានៈតួនាទីនិងវណ្ណៈរស់នៅអ្វីឡើយជាពិសេសពួកគេចូលចិត្តទទួលយកគំនិតល្អនិងគំនិតថ្មីពីអ្នកដទៃដើម្បីយកមកបំពេញការងារឲ្យកាន់តែមានប្រសិទ្ធភាពជាងមុនទី7ធ្វើការសកម្មជាងអ្នកដទៃជាមនុស្សដែលតែងតែចេញមុខធ្វើសកម្មភាពមុនគេបើទោះជាការងារនោះលំបាកយ៉ាងណាក្តីមានហានិភ័យយ៉ាងណាក្តីក៏នៅតែចេញមុខធ្វើការងារនោះមុនគេរហូត8ការលើកទឹកចិត្តជាមនុស្សដែលតែងតែយកចិត្តទុកដាក់លើកទឹកចិត្តនិងបង្រៀនដល់អ្នកដទៃដែលទន់ខ្សោយជាងខ្លួនហើយជួយជ្រោមជ្រែងឲ្យអ្នកទន់ខ្សោយជាងខ្លួនមានឱកាសដូចខ្លួនឯង9រៀនសូត្រនិងបង្រៀនអ្នកដទៃជាមនុស្សចូលចិត្តរៀនសូត្រពីមនុស្សដែលជោគជ័យក្នុងជីវិតហើយចែករំលែកបទពិសោធន៍
និងបង្រៀនអ្នកដទៃឲ្យទទួលបានជោគជ័យដោយខ្លួនឯងដែរ 10. ថែទាំសុខភាព ត្រូវបរិភោគអាហារឲ្យទៀងទាត់ ធ្វើលំហាត់ប្រាណជាប្រចាំ និងដើរកម្សាន្តនៅកន្លែងដែលមានខ្យល់និងបរិយាកាសល្អ ការធ្វើរបៀបនេះអាចជួយឲ្យអ្នកមានកម្លាំងមាំមួន មានប្រាជ្ញាឈ្លាសវៃ និងសុខភាពល្អ ចំណុចទាំង 10 នេះ គឺជាចំណុចសំខាន់ៗដែលបង្ហាញថាខ្លួនរបស់យើងគឺជាមនុស្សអស្ចារ្យជាងគេ ហើយជាចុងក្រោយ ខ្ញុំសូមពឹងបងប្អូនជួយចុច Subscribe និង Like វីដេអូរបស់ខ្ញុំម្នាក់មួយផង ដើម្បីឲ្យខ្ញុំមានកម្លាំងចិត្តធ្វើវីដេអូចែករំលែកនៅវីដេអូក្រោយៗទៀត បាទសូមអរគុណ សូមជម្រាបលា